សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយកអំពីការកាត់វាសពសម្រាប់បងប្អូនដែលវាសពឃើញទារកឬឃើញអីផ្សេងថ្ងៃនេះខ្ញុំនឹងលើកយកអំពីការយល់សពឃើញទារកការយល់សពឃើញទារកហ្នឹងគឺបង្ហាញអំពីអំណរប្រាថ្នារបស់អ្នកនៅក្នុងការបង្កើតពូជពងវងត្រកូលដើម្បីបន្តវេនឬក៏អារម្មណ៍ត្រូវការស្រឡាញ់ពីនរណាម្នាក់ទី2ត្រូវគេដេញចាប់នៅពេលដែលអ្នកយល់សពថាមាននរណាដេញចាប់តាមចាប់ហើយអ្នកត្រូវរត់ទាំងហិតភ័យវាបង្ហាញពីអារម្មណ៍ដែលអ្នកកំពុងភ័យខ្លាចនិងបញ្ហាអ្វីមួយជាចម្បងជាចេះមិនខានទី3យល់សពឃើញសម្លៀកបំពាក់ការយល់សពឃើញសម្លៀកបំពាក់បែបនេះបង្ហាញអំពីអារម្មណ៍ដែលអ្នកចង់ឲ្យមនុស្សមកជុំវិញខ្លួនយកសម្លៀកបំពាក់របស់អ្នកប៉ុន្តែប្រសិនបើយល់សពឃើញថាអ្នកកំពុងស្លៀកពាក់អាយនោះបង្ហាញថាអ្នកកំពុងមានអារម្មណ៍ថាខ្លួនឯងកំពុងស្លៀកសម្លៀកបំពាក់មិនសូវទាក់ទាញឬមិនចោះចំណោមនឹងគេទី4ការប្រឡងបង្ហាញពីការវាយតម្លៃខ្លួនឯងទៅលើមុខវិជ្ជាណាមួយដែលអ្នកអាចមិនសូវចេះហើយភ័យខ្លាចចំពោះការប្រឡងមុខវិជ្ជាមួយលោកទី5យល់សពឃើញមានអ្នកស្លាប់បង្ហាញពីអារម្មណ៍នៃការខ្វះទស្សនវិស័យល្អទៅលើមនុស្សដែលអ្នកស្រឡាញ់ហើយជួនកាលវាបង្ហាញថាអ្នកត្រូវមានការផ្លាស់ប្ដូរអ្វីមួយដោយឈប់ពឹងពាក់លើអ្នកទាំងនោះទៀតហើយបើអ្នកសុបិនឃើញខ្លួនឯងស្លាប់ទារកស្លាប់បានន័យថាអ្នកកំពុងតែមានការផ្លាស់ប្ដូរទៅរកចំណុចចាប់ផ្ដើមថ្មីមួយជាលក្ខណៈមនុស្សមានការយល់ដឹងមិនមែនដោយកូនក្មេងទៀតនោះទេទី6យល់សពធ្លាក់ពីលើអ្វីមួយបង្ហាញពីសញ្ញាដែលតាក់ទងនឹងការព្រួយបារម្ភអំពីរឿងណាមួយការបាត់បង់ការគ្រប់គ្រងលើខ្លួនឯងឬអ្វីមួយក៏ដូចជាភាពបរាជ័យដែរទី7ខ្មោចព្រាយបិសាចការយល់សពឃើញខ្មោចព្រាយបិសាចបង្ហាញពីអារម្មណ៍សម្ងាត់ដែលអ្នកចង់ផ្លាស់ប្ដូរអាកប្បកិរិយាខ្លួនឯងឲ្យកាន់តែប្រសើរជាងមុនទី8យល់សពឃើញសក់ការយល់សពឃើញសក់គឺជាការជិបពាក់ព័ន្ធនឹងបញ្ហាផ្លូវភេទការយល់សពឃើញមានសក់ច្រើនបង្ហាញពីសមត្ថភាពបង្កើតកូនហើយការកាត់សក់បង្ហាញពីអារម្មណ៍បាត់បង់ចំណងផ្លូវភេទរីឯការជ្រុះសក់បង្ហាញពីភាពភ័យខ្លាចមានក្បាលទំពេកទី9យល់សពឃើញដៃបើអ្នកយល់សពឃើញថាដៃអ្នកចងនោះបង្ហាញពីអារម្មណ៍អំពីការធ្វើរឿងមិនបានការយល់សពឃើញលាងដៃបង្ហាញថាអ្នកបានធ្វើកំហុសអ្វីមួយទី10ការរៀបការអ្នកយល់សពឃើញរៀបការបង្ហាញពីបំណងប្រាថ្នាក្នុងការរៀបការឬត្រូវការនរណាម្នាក់មករួមរស់ជាមួយអ្នកទី11លុយប្រសិនបើអ្នកយល់សពឃើញលុយវាតាក់ទងនឹងផ្នែកធនធានរបស់អ្នកពេលខ្លះការយល់សពឃើញលុយអាចបង្ហាញពីការផ្លាស់ប្ដូរអ្វីមួយជាពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុក្នុងជីវិតរបស់អ្នក
ទី12យល់សពឃើញអាក្រាតខ្លួនមានន័យថាអត់មានសការស្លៀកពាក់អ្វីទាំងអស់វាបង្ហាញពីការលាតត្រដាងហាត់កំបាំងឬក៏ធាតុពិតនៃខ្លួនអ្នកព្យាយាមលាក់បាំងទៅកាន់អ្នកដទៃទី13យល់សពឃើញថ្មិញបើអ្នកយល់សពឃើញបាត់ឬក៏បាក់ថ្មិញវាបង្ហាញពីអារម្មណ៍ភ័យខ្លាចភាពចាស់ជរាឬភាពមិនសូវទាក់ទាញចំពោះអ្នកដទៃទី14ជើបអន្ទាក់ប្រសិនបើអ្នកយល់សពឃើញជើបអន្ទាក់ជាសុបិនអាក្រក់ដែលបង្ហាញភាពអសមត្ថភាពក្នុងការរត់គេចឬរកដំណោះស្រាយដ៏ត្រឹមត្រូវណាមួយចា៎នេះជាការកាត់យល់សពទាំង14ចំណុចដែលអ្នកខ្ញុំបានបកស្រាយបងប្អូនចា៎ហើយតកតនឹងការអ្នកខ្ញុំបកស្រាយនេះបើមានចំណុចណាដែលថាមិនត្រឹមត្រូវឬក៏មិនច្បាស់លាស់សូមបងប្អូនអ្នកស្ដាប់ជួយតដល់នាងខ្ញុំផងចា៎ហើយវីដេអូក្រោយនាងខ្ញុំនឹងមានការកាត់យល់សពអំពីការកាត់លេខឆ្នោតណាបងប្អូនចា៎ចឹងខ្ញុំសូមគោរពលាចា៎សូមអរគុណ